អូខេសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀនរបស់ពួកយើងហើយយ៉ាអឺ sorry ដែលរងចាំយូរសម្រាប់បងប្អូនទាំងអស់គ្នាដែល join channel យូរហើយតែឥឡូវនេះមេរៀនយើងបានចាប់ផ្ដើមហើយនៅក្នុងមេរៀនទី1នេះខ្ញុំមាន2រូបសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នារៀនកែដែលរូបទី1ខ្ញុំនឹងធ្វើហើយរូបទី2បងប្អូនទាំងអស់គ្នាអាចយកទៅរៀនធ្វើតាមបានដូចគ្នាដែរហើយរូបទី1ក៏អាចយកទៅរៀនបានដូចគ្នាដែរហើយកុំឲ្យខាត់ពេលយូរយើងចូលមកកាន់មេរៀនយើងទាំងម្ដងមកហើយនេះរូបខ្ញុំអូសចូលមកដល់ក្នុង Lightroom ហើយប្រាប់បងប្អូនទាំងអស់គ្នាបន្តិចដែររូបនេះខ្ញុំថតនៅខ្លោងទ្វារតាកៅហើយរូបនេះខ្ញុំថតមកវាមានលក្ខណៈរៀងស្ទើរភ្លើងបន្តិចដែរព្រោះថ្ងៃនោះខ្ញុំវាយភ្លើងអត់គ្រប់ដោយសារខ្ញុំមានតែភ្លើងflash ទូចមួយសម្រាប់វាយអញ្ចឹងទៅវារៀងអាចថាមើលទៅរៀងស្ទើរបន្តិចតែយ៉ាងណារូបនេះនៅតែយើងអាចយកមកកែបានស្អាតបានល្អដែរអញ្ចឹងនេះជាជំហានដំបូងខ្ញុំកែនៅក្នុង Lightroom ព្រោះខ្ញុំកែខ្ញុំមាន2វគ្គខ្ញុំកែនៅក្នុង Lightroom ម្ដងហើយនឹងកែ Final ម្ដងទៀតនៅក្នុង Photoshop មួយទៀតប្រាប់បងប្អូនទាំងអស់គ្នាអ្នកដែលអត់ចេះ Photoshop ឬក៏អត់ចេះ Lightroom សោះអាចនឹងមានការពិបាកសម្រាប់បងប្អូនទាំងអស់គ្នាបន្តិចដោយសារតែមេរៀននេះជាមេរៀនដែលសម្រាប់បងប្អូនដែលគាត់មានមូលដ្ឋានគ្រឹះ Lightroom ហើយនឹង Photoshop រួចទៅហើយអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ចេះ Lightroom និង Photoshop អាចរៀងពិបាកបន្តិចណាតែយ៉ាងណាក៏អាចរៀនធ្វើរៀនកែតាមតិចបានដូចគ្នាដែរតែបើបងប្អូនចេះ Lightroom និង Photoshop ហើយគឺយើងមានភាពងាយស្រួលកាន់តែខ្លាំងព្រោះនៅក្នុងការកែរូបនេះខ្ញុំហៅថា masterpiece អញ្ចឹងវាជាថ្នាក់មួយដែលមានជំហានបន្ទាប់មួយទៀតទៅកាន់ level របស់អ្នកកែរូបអញ្ចឹងណារបស់អ្នកកែរូបហ្នឹងហើយអញ្ចឹងមកយើងចូលមកកាន់ការកែរូបរបស់ពួកយើងជំហានដំបូងនៅក្នុង Lightroom ខ្ញុំធ្វើការ Serene នៅ temperature ជាធម្មតាខ្ញុំថត temperature ពេលថ្ងៃគឺខ្ញុំថតតែ5000អីទេអញ្ចឹងនេះវា5000លើសតិចតួចតែវាអត់ជាបញ្ហាទេអញ្ចឹងខ្ញុំកែដាក់តែ5000ទៅបានហើយបន្ទាប់មក exposure ខ្ញុំអត់ប៉ះពាល់ទេនៅក្នុង primary line នេះគឺខ្ញុំទាញតែ highlight ចុះហើយខ្ញុំបើក shadow ឡើងសម្រាប់រូបនេះខ្ញុំយល់ថា shadow ខ្ញុំអត់បើកខ្លាំងពេកដែរខ្ញុំបើកខ្ទង់ជាអូខេខ្ញុំយល់ថាប៉ុណ្ណេះល្មមចឹងបងប្អូនមើលបណ្ដាយើងរៀនធ្វើតាមបណ្ដាមួយដំណាក់កាលទៅមួយដំណាក់កាលដូចគ្នាចឹងណាហើយខ្ញុំនឹងដាក់ file raw នៅក្នុង description ឬក៏នៅក្នុង Google Drive ឲ្យបងប្អូនទាំងអស់គ្នារៀនកែដែរចឹងនៅក្នុង Lightroom នេះខ្ញុំកែជំហានដំបូងកន្លែងនេះគឺមានតែប៉ុណ្្នឹងឯណារូបខ្ញុំ convert នៅក្នុង Lightroom គឺងាយជាទីបំផុតចឹងអូសចុះមកក្រោមទាំងអស់មកកន្លែង curve នេះក៏ខ្ញុំអត់កែដែរខ្ញុំបិទចោលដែរខ្ញុំកែកន្លែង color mixer អញ្ចឹងចូលដល់ color mixer ខ្ញុំទាញ luminance នៅក្នុង orange នេះ color នេះវាត្រៀបគ្នាអញ្ចឹងណាអញ្ចឹងវាមាន hue មាន saturation ហើយនឹង luminance នេះបងប្អូនទាញឡើងមក color luminance នេះបោះពណ៌បោះសាច់យើងណាបងប្អូនបើកាន់តែខ្លាំងប៉ះទៅលើសាច់កាន់តែខ្លាំងអញ្ចឹងដោយសារតែរូបនេះវាមាន shadow ខ្លាំងដែរអញ្ចឹងខ្ញុំប្រើតែត្រឹម20ទេហើយអានេះក៏ខ្ញុំអូខេខ្ញុំគិតថាខ្ញុំដកបន្តិចដែរអូខេហើយពណ៌លឿងខ្ញុំឡើងបន្តិចឡើង10ដក5ទៅវិញហើយពណ៌ក្រហមខ្ញុំដករៀងច្រើនបន្តិចព្រោះដោយសារតែរូបនេះខ្ញុំថតនៅពេលល្ងាចអញ្ចឹងចូលដល់ឈុតទី4អញ្ចឹងចូលដល់ឈុតទី4ទៅសាច់កូនកំមុំគាត់រៀងក្រហមព្រោះត្រូវថ្ងៃមួយថ្ងៃទៅសាច់ឡើងក្រហមឃើញឯងក្រហមរៀងត្នេះបន្តិចអញ្ចឹងយើងដកក្រហមចេញបន្តិចមកហើយយើងឡើង luminance បន្តិចដែរមក Lightroom ដែលខ្ញុំកំពុងតែប្រើនេះឆ្នាំ2025ណាអញ្ចឹងបើបងប្អូនប្រើ2023ឬក៏2024អាចមានលក្ខណៈខុសគ្នាបន្តិចបន្តួចតែគ្រាន់ថាវាសន្តានតែមួយទេអញ្ចឹងពេលរួចកន្លែងហ្នឹងហើយយើងចុះមកក្រោមរហូតទៀតពួកខ្ញុំអត់មានកែអីច្រើនទេអានេះគឺខ្ញុំអត់ប៉ះនេះគឺខ្ញុំអត់ប៉ះទាំងអស់រហូតដល់កន្លែង calibration នេះចុះមកក្រោមយើងឃើញមាន blue primary អញ្ចឹងនៅក្នុង blue primary នេះកន្លែង saturation នេះខ្ញុំទាញឡើងកន្លែងនេះខ្ញុំប្រើខ្លាំងខ្ញុំប្រើគ្រប់រូបណាក៏ខ្ញុំប្រើដែរព្រោះអានេះយើងទាញមកយើងឡើងពលឺឡើងពណ៌ឡើងពលឺឡើងអីស្អាតទាញមកប៉ុណ្ណេះឯងសម្រាប់រូបនេះគឺយើងអត់មានអីត្រូវ focus ច្រើនទេគឺ focus ទៅលើ subject របស់យើង
subject របស់យើងគឺកូនក្រមុំហើយនឹងbackground របស់យើងនេះគឺរូបព្រំឬក៏រូបនៅកន្លែងខ្លោងទ្វារតកៅនេះចំពោះពណ៌បៃតងពណ៌អីក៏យើងអត់មានច្រើនដែរហើយពណ៌បៃតងកន្លែងនេះអីពេលយើងចូលទៅក្នុង Photoshop យើងនឹងលុបចេញឯងអញ្ចឹងការកែនៅក្នុង Lightroom របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងងាយស្រួលទាញតាន់តិចទេហើយយើងនឹង export រូបនេះចេញហើយយើងយកចូលទៅក្នុងPhotoshop អញ្ចឹងចំពោះការ export បងប្អូនចុចម៉ៅស្ដាំមកហើយយកពាក្យ export យើងរើសទីតាំងមកណារើសទីតាំងកន្លែងយើងដាក់រូបណាអញ្ចឹងរូបរបស់ខ្ញុំនេះនៅក្នុងនេះក្នុងមេរៀនទី1ហើយខ្ញុំឈូសអូខេមេរៀនទី1ហើយកន្លែង quality នេះបងប្អូនអូសយកមកពេញមកណាដាក់100ពេញមកហើយកន្លែង color space នេះ sRGB ហើយចុះមកក្រោមក៏អត់មានអីដែរ screen អីដកទាំងអស់ resolution បងប្អូនដាក់100ក៏បាន300ក៏បានតែគាត់ថាខ្ញុំប្រើ300អញ្ចឹងមានតែប៉ុណ្្នឹងឯងនៅកន្លែង export ហើយយើងចុច export ទៅអូខេបងប្អូនទាំងគ្នាបន្ទាប់ពីយើងកែនៅក្នុង Lightroom រួចហើយឥឡូវយើងចូលមកដល់វគ្គក្នុង Photoshop វិញម្ដងការកែរូប masterpiece របស់ខ្ញុំនេះខ្ញុំប្រើច្រើន color ឬក៏ការធ្វើអីផ្សេងគឺនៅច្រើននៅក្នុង Photoshop តែបើប្រើនៅក្នុង Lightroom ខ្ញុំប្រើគ្រាន់តែ convert គ្រាន់តែថាមូលដ្ឋានគ្រឹះ color ដំបូងទេអញ្ចឹងដើម្បីសម្រេច final ពណ៌ដែលស្អាតឬក៏ការលេងមេឃលេងអីគឺនៅក្នុង Photoshop ទាំងអស់អញ្ចឹងយើងចូលមកកាន់ Photoshop មកហើយរូបខ្ញុំយកចូលមកហើយជំហានដំបូងនៅក្នុងការកែរូបនៅក្នុង Photoshop របស់ខ្ញុំគឺយើង copy layer មួយសិនយើង copy layer មួយសិនមកហើយយើងរុញរូបនឹងឲ្យមើលទៅរាង slim ហើយនឹងមើលទៅរាងខ្ពស់បន្តិចអញ្ចឹងយើងចុច shift ឲ្យជាប់មកហើយយើងរុញទាញនេះមករុញចូលមកបន្តិចបានហើយកុំខ្លាំងពេកណាហើយយើងដូចគ្នាដែរយើងរុញពីខាងនេះទៅវិញដូចគ្នាដែរចុច shift ឲ្យជាប់មកណាបងប្អូនទាំងអស់គ្នាបើបងប្អូនទាំងអស់គ្នាអត់ចុចអត់ចេញដូចខ្ញុំទេ control T សិន control T ឲ្យបានរុញបានដូចគ្នាណាអញ្ចឹងខ្ញុំរុញចេះតិចមកបានឃើញរូបយើងរៀងឡើងខ្ពស់បន្តិចមើលទៅរៀង slim រៀងស្គមបន្តិចចឹងណាបន្ទាប់ពីយើងរុញចេះបន្តិចហើយយើងចុចអក្សរ M ខ្ញុំប្រើ shortcut ទាំងអស់សង្ឃឹមថាបងប្អូនទាំងអស់គ្នាតាមទាន់ណាប្រើ shortcut អក្សរ M បើបងប្អូនទាំងអស់គ្នាអត់ទាន់កន្លែង shortcut នេះចូលមកកន្លែងនេះកន្លែងនេះចុចមកហើយយើងអូសឡើងចឹងបន្តិចមករួច control អក្សរ T ហើយចុច shift ឲ្យជាប់ទាញវាបំពេញមកវិញទាញវាឲ្យពេញមកវិញកុំឲ្យវាបាត់ហើយយើងចុច crease ហើយខាងនេះដូចគ្នាដែរយើងអូសចឹងមកហើយយើងចុច control T ម្ដងទៀតហើយយើងអូសចុច shift ឲ្យជាប់ពេលអូសហ្នឹងដើម្បីកុំឲ្យដាច់រូបយើងចុច shift ឲ្យជាប់អូខេអត់ទាន់ពេញទេយើងអូសថែមតិចទៀតអូខេហើយយើងចុច crease មក control អក្សរ D ដក selection ចេញវិញរួចជាការស្រេចហើយរូបរបស់យើងមើល before and after ឃើញទេកូនក្រមុំរៀងស្គមជាងមុនបន្តិចមែនទេអញ្ចឹងនេះជារបៀបដែលខ្ញុំតែងតែធ្វើរូបឲ្យកូនក្រមុំឬក៏កូនកន្លោះគាត់មើលទៅរៀងស្គមបន្តិចឬហើយនឹងរៀងខ្ពស់បន្តិចផងដែរអញ្ចឹងបន្ទាប់ពីយើងរុញគាត់ឲ្យរៀង slim បន្តិចហើយយើងចូលដល់វគ្គ remove លុបអីដែលរំខាននៅក្នុងរូបរបស់យើងឃើញទេឃើញមានអានេះអីអញ្ចឹងយើងលុបមកយើងចង់ប្រើអក្សរ M ដែរក៏បានអក្សរ M អូសឆ្វែលវងឆ្វែលយកមកហើយចុច shift ឲ្យជាប់អូសមួយទៀតអញ្ចឹងមកហើយយើងចូលមកកាន់ edit មកយើងចូលពាក្យថា fill កន្លែងនេះអានេះយើងយក content aware អានេះយើងយក 100% អាពីរនេះយើង crease ដូចគ្នាហើយយើងចុច OK មកអញ្ចឹងវាលុបបាត់ដែរចុច control អក្សរ D ឬក៏ command អក្សរ D ដក selection ចេញមកវិញហើយយើងមើលកន្លែងណាដែលយើងត្រូវលុបទៀតមើលឲ្យអស់យើងធ្វើរូបយើងឲ្យ clean ឲ្យស្អាតសិនចាំយើងចាក់ពណ៌ចាក់អីបន្តទៅមុខទៀតអញ្ចឹងខ្ញុំចុចកន្លែងនេះមកខ្ញុំយកគូមវងឆ្វែលចេះមកអូសចេញមក
អូឲ្យស្អាតមកកន្លែងណាដែលយើងយល់ថារំខានយើងលុបចេញឲ្យអស់ហើយកន្លែងដើមឈើកន្លែងនេះក៏ខ្ញុំលុបចេញដែរព្រោះដោយសារមេឃនេះយើងត្រូវដូរអញ្ចឹងយើងត្រូវតែលុបដើមឈើនេះចេញព្រោះដើមឈើនេះវាអត់ស្អាតទេនៅក្នុងរូបរបស់យើងអញ្ចឹងក្នុងការលុបកន្លែងដើមឈើកន្លែងនេះយើងប្រើ pen tool គូឆ្វាយសិន shortcut អក្សរ P pen tool ណាអញ្ចឹងយើងគូឆ្វាយមកខ្ញុំលុបចូលស្អាតអូឆ្វាយឲ្យពេញទាំងអស់អញ្ចឹងមកហើយយើងចុច control ឬក៏ command enter មកដើម្បីរត់ selection ហើយយើងប្រើ clone tool shortcut អក្សរ S ណា clone tool ហើយយើងប្រើ key bridge រួមមកនេះប្រើ key bridge រួមស្គាល់ទេបងប្អូនទាំងអស់គ្នាស្គាល់ key bridge រួមទេណាអញ្ចឹងយើង clone លុបកន្លែងនេះមកចុច Alt ឲ្យជាប់មកចុច Alt ឲ្យជាប់មកសកត់ម៉ៅទៅយើង copy ពីកន្លែងនេះហើយយើងអូសយកមកលុបកន្លែងនេះអញ្ចឹងខ្ញុំថែម opacity ឲ្យខ្លាំងបន្តិចថែម opacity ខ្លាំងបន្តិចលុបឲ្យអស់ណាបងប្អូនលុបឲ្យអស់លុបឲ្យអស់ឲ្យដាច់ឲ្យស្អាតហ្មងព្រោះថាមេឃនេះយើងត្រូវដូរឯងមេឃនេះយើងត្រូវដូរចេញឯងអញ្ចឹងយើងកាត់មកអូខេយើងលុបស្អាតអញ្ចឹងហើយយើងមើល before and after យេខ្ញុំមើលរូបនឹងបញ្ចូលគ្នារួចមកជំហានហើយអញ្ចឹងជំហានទី2គឺខ្ញុំបដូរមេឃអញ្ចឹងចូលមកដល់វគ្គនេះយើងចូលដល់វគ្គដូរមេឃអញ្ចឹងពេលដែលដូរមេឃខ្ញុំធ្វើបែបនេះយើងចូលមកកាន់ file ឲ្យយើងចូលមកកាន់ edit ហើយយកពាក្យថា sky replacement ហើយចុចលើ sky replacement ហ្នឹងមកហើយកន្លែងនេះមានមេឃហ្នឹងមានបោះ Photoshop ស្រាប់ណាបងប្អូនទាំងអស់គ្នាបើសិនបងប្អូនទាំងអស់គ្នាចុចមកអត់ឃើញដូចខ្ញុំអញ្ចេះអាចបិទអញ្ចឹងទៅរកពាក្យនៅក្នុង sunset មកចុចទម្លាក់មកក្រោមមកយកមកកន្លែងមេឃកន្លែងនេះមកគឺដូចគ្នាគឺមានពណ៌ហ្នឹង default របស់Photoshop ហ្មងមេឃរបស់ Photoshop នេះឲ្យហ្មងហើយកន្លែង scale នេះ scale ឡើងបន្តិចមកដើម្បីឲ្យឃើញមេឃធំបន្តិចហើយកន្លែងនេះយើងអាចសេរីបានណាយើងសេរីរុញចុះរុញឡើងខ្ញុំចង់ scale បន្តិចទៀតអូខេហើយយើងសេរីមើលមកល្មមមកសមរម្យមកយល់ថាស្អាតចាំយើងអូខេអាកន្លែងនេះក៏ខ្ញុំអត់ថែមអត់ថយអីដែរខ្ញុំថែមតែកន្លែង scale នឹងបន្តិចទេហើយយើងចុចអូខេមកបន្ទាប់ពីចុចអូខេមកវាចេញមកបែបនេះអញ្ចឹងបងប្អូនទាំងអស់គ្នាដាក់ layer របស់យើងឲ្យចំលើនេះមកចំលើកន្លែង layer mask អញ្ចឹងមកហើយយើងប្រើអក្សរ B បោះបន្ថែមបន្តិចទៀត brush tool ហ្នឹងនេះនៅកន្លែងនេះចុចលើ brush tool មក shortcut អក្សរ B អញ្ចឹងយើងបោះបន្ថែមបន្តិចតិចយើងបោះថែមបន្តិចចឹងមកកន្លែងនេះវាជះពលឺមកខ្លាំងពេកយើងបោះថ្នមប្រយ័ត្នមួយទៅអាចបានរូបស្អាតណាព្រោះអត់មានវិធីសាស្ត្រណាដែលលឿនជាងការអង្គុយបោះព្រឹតព្រៀងអញ្ចឹងឯងអញ្ចឹងហើយទៅខ្ញុំនិយាយថារូបមួយខ្ញុំកែចាប់ពី20នាទីឡើងទៅគឺដោយសារតែពួកយើងកែដោយសារតែខ្ញុំកែគឺខ្ញុំបោះប្រយ័ត្នប្រយែងអញ្ចឹងឯងមួយត្រឹមបានហើយមួយរូបអញ្ចឹងណាបន្ទាប់ពីយើងបោះកន្លែងនឹងដោយប្រយ័ត្នប្រយែងរួចមកអញ្ចឹងយើងបិទគ្រប់ sky replacement របស់យើងមកចុចកន្លែងនេះបិទគ្រប់មកអូខេបន្តមកទៀតយើងចុច shift command option អក្សរ E អញ្ចឹងយើងមើលបាន layer មួយទៀតបើបងប្អូនប្រើ PC ប្រើcontrol Alt ហើយនឹង shift ណាព្រោះវាត្រឡប់គ្នាព្រោះដោយសារខ្ញុំប្រើ Mac អញ្ចឹងវាខុសគ្នា key វាខុសគ្នាបន្តិចបន្តួចអញ្ចឹងយើងមើលបាន layer ថ្មីហើយអញ្ចឹងលើកនេះគឺខ្ញុំប្រើliquify ដើម្បីរុញរូបរបស់យើងអញ្ចឹងយើងប្រើអក្សរ M មកយើងអូស
លើរូបរបស់យើងប៉ុណ្ណេះមកហើយយើងចុចចូលទៅកាន់ filter ហើយយកពាក្យថា liquify អញ្ចឹងយើងរុញរូបរបស់យើងកន្លែងនេះយើងរុញឲ្យរាងទាបបន្តិចមករុញដៃបន្តិចមកកុំឲ្យឃើញដៃធំពេកនៅពេលដែលយើងប្រើភ្លើងអត់ទៅគ្រប់អញ្ចឹងរូបរបស់យើងកន្លែងនេះគឺរាង shadow ខ្លាំងបន្តិចរាងឡើង black ខ្លាំងបន្តិចយើងរុញថ្នមរុញបន្តិចប្រយ័ត្នមកណាបងប្អូនទាំងអស់គ្នាព្រោះកន្លែងរុញនេះបើរុញមិនស្រួលទេឃើញរូបយើងវាចឬក៏ប៉ោងរូបគេអត់ស្អាតអញ្ចឹងណាហើយយើងមើល before and after នេះអូខេហើយយើងចុច OK មករួចរាល់នៅក្នុងការរុញរូបរបស់ពួកយើងហើយបន្ទាប់មកទៀតខ្ញុំនឹងតម្លើងពលឺទៅលើកូនក្រមុំរបៀបដែលខ្ញុំតម្លើងពលឺនៅលើកូនក្រមុំមានច្រើនបែបតែគ្រាន់ថាលើកនេះខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាអំពីការ select highlight ចុច comment និង option លេខ2មកវានឹង load select ហើយបើសម្រាប់បងប្អូនទាំងអស់គ្នាប្រើ Windows ចុច control និង alt ហើយលេខ2មកវានឹង select ហើយកន្លែងនេះគឺវា load selection highlight អញ្ចឹងកន្លែងណាដែលជា highlight វានឹង selection អញ្ចឹងបន្តមកទៀតយើងចុចreverse វាចូលទៅកាន់ select ហើយយកពាក្យ inverse ចឹងមកបន្តមកទៀតយើងចុច control J នេះចុច control J មកបាន layer ថ្មីមួយទៀតហើយដូរ layer ហ្នឹងទៅជា screen ឃើញទេឡើងភ្លឺទេដូរទៅជា screen ឡើងភ្លឺកន្លែងណាដែល shadow គឺឡើងភ្លឺហ្មងហើយយើងបន្ថយ opacity តិចមកខ្ញុំដាក់ត្រឹម55ហើយដាក់ត្រឹម55ហើយអត់ទាន់រួចរាល់ទេយើងចុច option នៅជាប់មកចុច mask អញ្ចឹងវាអត់មានប៉ះកន្លែងណាទេទើបយើងបោសមកវិញបានយើងឃើញរូបរបស់យើងបានឃើញកន្លែងដែលមានពន្លឺចុច អក្សរ B មកប្រើ key bridge រួមបើកឲ្យធំបន្តិចមកហើយ opacity កន្លែងនេះដាក់ឲ្យពេញមកយើងទម្លាក់ soft ឲ្យទាបមកហើយយើងបោសទៅលើរូបរបស់យើងកន្លែងណាដែលមានខ្មៅកន្លែងណាដែល shadow បងប្អូនចង់បោសគឺបោសមកបោសថ្នមប្រយ័ត្នប្រយែងណាបោះមកវាឡើងពលឺមកហើយឡើងពលឺកន្លែង shadow ហ្នឹងឯងដោយសារតែឈុតនេះជាឈុតទី4ឈុតចុងក្រោយគេទៅកូនក្រមុំគាត់ឡើងសាច់ក្រហមដោយសារតែត្រូវក្តៅមួយថ្ងៃហើយចឹងយើងបោសចឹងរហូតកន្លែងណាដែលខ្មៅចឹងយើងបោសទាំងអស់មកណាអូខេហើយយើងមើល before and after របស់យើងឃើញទេរូបយើងឡើងពលឺរាងស្អាតជាងមុនបន្តិចបើយើងយល់ថាស្ទើយើងតម្លើងអានេះ opacity កន្លែងនេះមកវិញមកណាតែបើយើងយល់ថាអត់ស្ទើទេយើងដាក់ប៉ុណ្្នឹងទៅត្រាប់ខ្ញុំគិតថា50 is okay ហើយអញ្ចឹងខ្ញុំដាក់តែ50បានហើយអញ្ចឹងយើងចុចshift ឲ្យជាប់មកដល់ layer ខាងក្រោមនេះមកហើយយើងចុច command E មក merge layer នឹងចូលគ្នាទាំងអស់ឬក៏វិធីសាស្ត្រមួយយ៉ាងទៀតឥឡូវខ្ញុំ undo ឲ្យបងប្អូនទាំងអស់គ្នាមើលឬក៏វិធីសាស្ត្រមួយយ៉ាងទៀតបងប្អូន select layer លើគេបង្អស់ទៅមកចុច shift ឲ្យជាប់ហើយចុច layer ក្រោមគេបង្អស់ mouse ស្ដាំយកពាក្យថា flatten image មកមើល layer ចូលគ្នាទាំងអស់ដូចគ្នាដែរណាអញ្ចឹងបន្ទាប់ពីយើងតម្លើងពលឺកូនក្រមុំមកវគ្គអញ្ចឹងរួចហើយខ្ញុំមានរបៀបតម្លើងពលឺមួយវគ្គមកទៀតឲ្យបងប្អូនទាំងអស់គ្នាមើលអញ្ចឹងយើង copy layer មួយទៀតសិន control J ហើយយើងចូលទៅកាន់ image យកពាក្យ adjustment ហើយទៅពាក្យយើងរកពាក្យថា shadow and highlight មកយើងចុចពាក្យ shadow and highlight មកអញ្ចឹងនៅក្នុង shadow and highlight នេះបើសិនបងប្អូនចូលមកអត់ឃើញដូចខ្ញុំណាចូលមកឃើញអញ្ចឹងណាយើងចុចកន្លែង show more option នេះមក show more option នេះមកបិទ
shadow ចោលទាំងអស់ព្រោះខ្ញុំគិតថាខ្ញុំអត់ប្រើ shadow ទេខ្ញុំប្រើតែ highlight ខ្ញុំប្រើតែ highlight ទេអញ្ចឹងខ្ញុំបើកអានេះមកខ្ញុំគិតថាខ្ញុំដាក់10ល្មមហ៊ូននេះក៏ខ្ញុំអត់ប្រើខ្លាំងពេកដែរ15តែនៅកន្លែងនេះខ្ញុំប្រើច្រើនកន្លែង radius នេះ440ចឹងបងប្អូនទាញមើលទៅតាមហ្នឹងណាហើយយើងមើលភាពខុសគ្នាកន្លែង radius ហ្នឹងវាប៉ះទៅលើអីនេះពេលយើងទម្លាក់ចុះមកឃើញវា contrast ខ្លាំងពេកអញ្ចឹងយើងបើកឲ្យច្រើនបន្តិចមកដើម្បីកុំឲ្យវា contrast ពន្លឺខ្លាំងពេកអូខេប៉ុណ្ណឹងបានហើយកន្លែង color នេះខ្ញុំអត់យកទេខ្ញុំដាក់0យើងមើល preview វាមើលអូខេខ្ញុំគិតថាបើក shadow បន្តិចសាកមើល shadow 20 radius អូខេខ្ញុំប្រើ shadow បន្តិចដែរណារូបខ្ញុំមិនប្រកាសថាវាត្រូវតែបែបនេះឬក៏បែបនោះទេព្រោះពេលខ្លះខ្ញុំកែទៅខ្ញុំមើលតាមជាក់ស្ដែងដែលខ្ញុំអូសចុះអូសឡើងទៅខ្ញុំយល់ថាអូខេប៉ុណ្ណឹងស្អាតឬក៏ប៉ុណ្ណឹងយកបានអាហ្នឹងយើងទៅតាមនឹងដែរអញ្ចឹងណាយើងមើល before and after ម្ដងទៀតអូខេយើង hit អូខេយើងបានពលឺរូបយើងកាន់តែស្អាតជាងមុនហើយបន្ទាប់មកទៀតខ្ញុំចូលទៅកាន់កាមេរ៉ា RAW ព្រោះដោយសារខ្ញុំចង់តម្លាក់មេឃកុំឲ្យឃើញ color ខ្លាំងពេកព្រោះពណ៌មេឃរបស់នេះគឺរាងពណ៌លឿងឬក៏ពណ៌ទឹកក្រូចដិតពេកអញ្ចឹងខ្ញុំតម្លាក់បន្តិចដោយសារcolor មេឃនេះវាច្បាស់ពេកអញ្ចឹងខ្ញុំតម្លាក់កន្លែងនេះចូលកាមេរ៉ា RAW ណាបងប្អូនទាំងគ្នាចូលតាមលំដាប់លំដោយដែលខ្ញុំចូលមិញមកណាហើយបើកអានេះឡើងបន្តិចដកខ្ញុំគិតថា20ក៏ល្មមដែរអូខេ16 is okay អញ្ចឹងយើងចុចមកអញ្ចឹងយើងដក color មេឃបន្តិចដែរព្រោះដោយសារមេឃយើងពណ៌ទឹកក្រូចដិតខ្លាំងពេកអញ្ចឹងជំហានបន្ទាប់គឺខ្ញុំ select subject ដោយសារតែនៅកន្លែងនេះចុងស្បៃរោបកន្លែងនេះវាត្រូវមានពន្លឺជះចូលខ្លះត្រូវមានពន្លឺជះមកលើស្បៃរោបអញ្ចឹងណាអញ្ចឹងខ្ញុំនឹងធ្វើការ select subject មុននឹងយើងបើកនេះយើងចូលមកកន្លែងនេះសិនហើយយើងយក brightness and contrast យើងយក brightness and contrast មកយើងបើកពន្លឺទៅលើកូនក្រមុំមកឃើញទេបើកពន្លឺមកបើកពន្លឺទៅលើរូបរបស់យើងមិនត្រូវតែកូនក្រមុំណាគឺត្រូវរូបទាំងមូលណាទៅមកយើងចុចcommand អក្សរ I ដើម្បីត្រឡប់ម៉ាស់របស់យើងទៅមកទៀតបានយើងប្រើអក្សរ W អូរូបនឹងឲ្យពេញមកកន្លែង subject របស់យើងមកអញ្ចឹង Photoshop នឹងធ្វើការ selection រូបឲ្យយើងហើយតែកន្លែងនេះអត់យកទេខ្ញុំដកចេញវិញនេះអញ្ចឹង Photoshop នឹង selection ឲ្យយើងហើយអញ្ចឹងយើងកន្លែងនេះស្ទើរបន្តិចបងប្អូនគូថែមណានេះប្រើ tool នេះមកចុច C ឲ្យជឿបមកអូឆ្វែលមកគូថែមបន្តិចមកណានេះកន្លែងនេះអីយើងគូថែមបន្តិចណាចុច C ឲ្យជឿបហើយចាំយើងអូទៅមកយើងប្រើអក្សរ B ដូចមុនដែរនេះបន្ទាប់មកយើងប្រើអក្សរ B ចូលមកកាន់អក្សរ B មក shortcut ណាអក្សរ B brush tool ណាចឹងយើងបរិចឲ្យធំមកយើងបោសឃើញទេឃើញបោសមកយើងបោសមកចូលទៅលើរ៉ូបឯងវាអត់មានប៉ះទៅលើមេឃឬក៏ប៉ះទៅលើអីផ្សេងទេចឹងយើងបោសដោយប្រយ័ត្នប្រយែងមកនេះកន្លែងនេះជាកន្លែងដែលពន្លឺថ្ងៃត្រូវតែជះចូលដើម្បីឲ្យវាមើលទៅរាង realistic អញ្ចឹងណាបងប្អូនទាំងគ្នាជាកន្លែងដែលពន្លឺថ្ងៃត្រូវតែជះចូលឲ្យយើងបោសឡើងបន្តិចដែរកន្លែងនេះ highlight ជ្រុលហើយខ្ញុំអត់បោសថែមទេខ្ញុំ
នេះកន្លែងនេះអីកន្លែង highlight ជះចូលអញ្ចឹងយើងបើកបន្ទាប់មកទៀតខ្ញុំបន្ថយ opacity កន្លែងនេះបន្តិចដើម្បីបោះកន្លែងនេះអូខេកន្លែងនេះបងប្អូនបោសមកស្អាតណាបោសមកយល់ថាខ្លួនឯងពេញចិត្តប៉ុណ្ណាយើងបោសប៉ុណ្ណឹងមកហើយបើបងប្អូនចង់ថែមពលឺចុចកន្លែងនេះមក select 2 ដងមកចេញបែបនេះហើយអញ្ចឹងបងប្អូនទាញថែមប៉ុណ្ណាមកយើងពេញចិត្តខ្ញុំគិតថាប៉ុណ្ណឹងអូខេហើយខ្ញុំ control អក្សរ D ដក select មកវិញអញ្ចឹងយើងបានរូបយើងឃើញមានពលឺនៅលើចុងរ៉ូបឃើញទេមានពលឺនៅលើចុងរ៉ូបបែបនេះព្រោះថ្ងៃវានឹងជះចូលមកអញ្ចឹងបន្ទាប់មកទៀតយើង select layer យើងទាំងអស់ហើយ flatten វាសាថ្មីមកហើយយើង copy layer ថ្មីមួយទៀត control អក្សរ J ណាហើយយើងបើក new layer នេះ create new layer ទៅមកយើងចូលអក្សរ B ចុចអក្សរ B brush tool ហ្នឹងព្រិចឲ្យធំបន្តិចមកហើយយើងចុច option ឲ្យជឿបចុចលើពឿមេឃរបស់យើងនេះហើយយើងបើកពលឺចេះមួយមកអានេះខ្ញុំធ្វើពលឺមេឃណាខ្ញុំធ្វើពលឺព្រះអាទិត្យជះមក control អក្សរ T ណាបងប្អូនកន្លែង bridge room ហ្នឹងណាហើយកន្លែងរុញនេះគឺយើងចុច shift ទាញឆ្វេងទាញស្ដាំទាញមើលទៅមកយើងចុច OK ហើយយើងយកពាក្យ screen ហើយសេរីវាឲ្យត្រូវខ្ញុំគិតថាប៉ុណ្ណឹងអូខេហើយតែពលឺនេះរៀងខ្លាំងពេកអញ្ចឹងបើខ្លាំងពេកយើងបន្ថយកន្លែង opacity កន្លែងនេះម្ដងទៀតបន្ថយមកល្មមខ្ញុំគិតថា60អូខេអញ្ចឹងបើ60អូខេហើយខ្ញុំគិតថា60អូខេអញ្ចឹងបើ60អូខេហើយខ្ញុំមើល layer 2នឹងចូលគ្នាម្ដងទៀតអញ្ចឹងលើកនេះខ្ញុំនឹងចាក់សាច់ទៅលើរូបកូនក្រមុំតែមុននឹងចាក់សាច់ខ្ញុំបោសបន្តិចសិនដែរយើងប្រើ clone tool មកណាអក្សរ S control shortcut អក្សរ S នេះកន្លែង clone tool នេះហើយអានេះយើងយកត្រឹមតែ25ឬក៏30អីបានហើយសម្រាប់បងប្អូនដែលអត់ទាន់ចេះបោសខ្លាំងដាក់ត្រឹម5 10ឬក៏25អីខ្ញុំគិតថាមុំហើយយើងរៀនបោសណាតែបើអ្នកដែលរៀនជំនាញហើយឬក៏អ្នកដែលកែរូបអាជីពហើយអានឹងយើងដាក់30ឬក៏40តាមទឹកដៃរបស់បងប្អូនអញ្ចឹងណាហើយយើង copy មកយើងបោសកុំឲ្យឃើញឆ្លកពណ៌ឬក៏ឆ្លកសាច់កូនក្រមុំវិញណាអូខេបន្ទាប់មកទៀតខ្ញុំ control អក្សរ J ហើយយើងចូលទៅកាន់ filter ហើយយើងយកពាក្យនេះ plug in ដែលខ្ញុំឲ្យបងប្អូនទាំងអស់គ្នាទៅឡើងណាសម្រាប់បងប្អូនណាដែលអត់ទាន់មាន plug in ហ្នឹងអាចទៅឡើងបានណារៀនទៅឡើងព្រោះខ្ញុំដាក់ website អីឲ្យ download ទាំងអស់គ្នាណាអញ្ចឹងយើងចូលមកខ្ញុំយក medium ចុច medium កន្លែងហ្នឹងគឺស្រួលទេបងប្អូនទាំងនេះខ្ញុំចុចយក medium ទាំងម្ដងហើយកន្លែង masking នេះយកកន្លែងនេះមកហើយយើងចុចទៅលើសាច់ទៅចុចទៅលើសាច់ subject របស់យើងទៅអញ្ចឹងសាច់ម៉ត់វានឹងចូលទៅលើតែហ្នឹងហើយប៉ុន្តែចុងក្រោយខ្ញុំគង់តែម៉ាស់ទេរូបហ្នឹងអញ្ចឹងចូលកន្លែង enhancement នៃសារថ្មីមកហើយកន្លែង warm នេះខ្ញុំបូក2កន្លែង brightness នេះខ្ញុំបូក2មានតែប៉ុណ្្នឹងឯង setting នៅក្នុងហ្នឹងណាហើយយើងចុច OK មកពេលមុននឹងចុច OK បងប្អូនមើលកន្លែងនេះណាកន្លែងនេះខ្ញុំយកពាក្យថា same layer អញ្ចឹងចុចទៅវានឹងចូលទៅកាន់ layer ដែលរបស់យើងសាច់ម៉ត់នេះគឺចូលមកពេញមួយរូបនឹងទាំងអស់តែម្ដងអញ្ចឹងដើម្បីបងប្អូនកុំឲ្យចូលមកពេញមួយរូបចុច add ចុច option ឲ្យជាប់មកហើយយកម៉ាស់ទៅមកប្រើអក្សរ B យើងបោសយើង select ម្ដងទៀតអក្សរ B យើងបោសមកយើងបោសទៅលើសាច់subject របស់យើងមកណានេះយើងបោសអញ្ចឹងមកពេលយើងបោសអញ្ចឹងហើយមានន័យថាសាច់ម៉ត់ដែលយើងចាក់មិញគឺចូលតែលើសាច់របស់យើងឯង
វាអត់ប៉ះពាល់ទៅដល់មេឃឬក៏អត់ប៉ះពាល់ទៅដល់ background នៃរបស់យើងទេអញ្ចឹងខ្ញុំមើលរូបនេះចូលគ្នាម្ដងទៀតបន្ទាប់មកលើកនេះខ្ញុំចូលមកកាន់ filter ហើយ nick collection ហើយយក color effect ចូលមកដល់ color effect កន្លែងនេះខ្ញុំដាក់ favorite ស្រាប់អញ្ចឹងណាតែបើបងប្អូនអត់ឃើញចេញដូចខ្ញុំទេគឺចេញមករីគ្នាអញ្ចឹងណាតែគ្រាន់ថាខ្ញុំដាក់ favorite ស្រេចtool ណាដែលខ្ញុំឧស្សាហ៍ប្រើខ្ញុំដាក់ផ្កាយអញ្ចឹងទៅដល់ពេលនេះខ្ញុំចុចចូលកន្លែង favorite មកវាចេញតែអាណាដែលខ្ញុំឧស្សាហ៍ប្រើទេអញ្ចឹងកន្លែងនេះខ្ញុំចុចយក tonal contrast នេះខ្ញុំអត់យកទេ saturation ខ្ញុំដាក់0ហើយ shadow នេះខ្ញុំដកខ្ញុំគិតថា30ល្មមសុំទោសដក30ហើយ mid tone ទម្លាក់មកកន្លែង tonal contrast នេះយើងចាក់ពី3វគ្គបងប្អូនទាំងអស់គ្នាគ្រាន់ថាវគ្គនេះខ្ញុំចាក់ផ្ដោតទៅលើតែdress របស់កូនកំមុំទេចាក់ទៅលើ robe របស់កូនកំមុំទេព្រោះយើងនឹងធ្វើការ select mask ខ្ញុំមើល before and after ខ្ញុំគិតថា yep good enough យើងចុច apply មករងចាំបន្តិចចូលមកហើយអញ្ចឹងយើងចុច option ឲ្យជាប់ហើយចុច mask មកទៅមកយើងចុចអក្សរ B ហើយបើកបរិចព្រមរង្វង់របស់យើងមកមើលថា foreground ពណ៌សហើយ background ពណ៌ខ្មៅហើយយើងបោះមកទៅលើរូបរបស់យើងមកខ្ញុំប្រើទៅលើតែរូបទេខ្ញុំអត់ប្រើទៅលើសាច់កូនកំមុំទេយើងចុចយើងប្រើ tonal contrast នេះដើម្បីឲ្យឃើញរូបយើងរាងcontrast ស្អាតអញ្ចឹងណាបងប្អូនទាំងគ្នាបោះនោះ tonal contrast នេះយើងប៉ះដល់សាច់តិចតួចក៏អត់អីដែរតែគ្រាន់ថាយើងផ្ដោតសំខាន់គឺទៅលើរូបណាឥឡូវយើងមើល before and after ឃើញ contrast រូបរបស់យើងកាន់តែស្អាតទេអូខេបន្ទាប់ពីយើងប្រើ tonal contrast រួចមកខ្ញុំ merge layer ចូលគ្នាទាំងអស់ហើយបន្ទាប់មកទៀតយើងចូលទៅកាន់ color effect ដូចមុនដែរណា filter មកយើងយក nick collection មកហើយយើងយក color effect ប៉ុន្តែលើកនេះខ្ញុំប្រើជាមួយនឹង skylight filter យើងចុចលើ skylight filter ទៅឃើញរូបសាព្យជីករបស់យើងមើលទៅវាមានពឿមេឃពឿអីខ្ញុំប្រើរៀងធំបន្តិចដែររៀងក្រាស់បន្តិចដែរខ្ញុំគិតថា24 25ហ្នឹងគឺស្អាតល្មមហើយយើងចុច apply អញ្ចឹងពេលដែល apply មកដោយសារតែពលឺមេឃរបស់យើងពឿមេឃរបស់យើងខ្ញុំគិតថាល្មមហើយអញ្ចឹងខ្ញុំចាក់ទៅលើតែសាព្យជីកទេយើងចុច option ឲ្យជាប់ហើយចុច mask ទៅមកយើងបោសទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាដែលធ្លាប់ឃើញវីដេអូ speed របស់ខ្ញុំដាក់លឿនឆ្វាច់ហ្នឹងឃើញខ្ញុំបោសចុះបោសឡើងហ្នឹងតែមែនទែនគឺខ្ញុំអង្គុយបោសអញ្ចឹងឯងបោសម្ដងបន្តិចម្ដងបន្តិចតែដល់ពេលយើងដាក់ speed ទៅមើលទៅនេះបើក opacity នឹងឲ្យអស់មកណាហើយយើងបោសទៅលើ subject របស់យើងបោសថ្នមបន្តិចហ្នឹងបោះទាំងអស់ណាឲ្យប៉ះទាំងរូបប៉ះទាំងអីដែរព្រោះនេះជាពលឺរបស់ពណ៌របស់ថ្ងៃពណ៌រាងវបពណ៌រាងក្រហមបន្តិចហ្នឹងបោះឲ្យសពលើរូបនឹងទាំងអស់ចេះឲ្យចាហើយខ្ញុំបោះទៅលើមុខព្រំបន្តិចដែរព្រោះដោយសារកន្លែងនេះក៏ជាកន្លែងដែលពលឺត្រូវជះមកចំដែរអូខេហើយយើងមើល before and after របស់យើងឃើញទេពណ៌សាប់ជីករបស់យើងចាប់ផ្ដើមស៊ីគ្នាជាមួយនឹងមេឃហើយទៅមកខ្ញុំ merge layer ចូលគ្នាម្ដងទៀតហើយខ្ញុំចូលទៅកាន់
camera raw ម្ដងទៀតសុំទោស filter ហើយ Nick collection ហើយបន្ទាប់មក color effect ទៀតលើកនេះខ្ញុំប្រើជាមួយនឹង low key ខ្ញុំទម្លាក់បន្តិចពេលចុចលើ low key នេះហើយខ្ញុំបិទ contrast ចោលទាំងអស់ព្រោះរូបនេះខ្ញុំអត់ត្រូវការបើក contrast ទេហើយខ្ញុំដាក់ saturation នេះ90 dynamic low key គិតថា10អីនឹងល្មមហើយទម្លាក់ standard low key ទម្លាក់ glow យើងមើលរៀងល្ងិតពេកអញ្ចឹងខ្ញុំបើកវិញបន្តិច10ប៉ុណ្ណឹងល្មមណា10ប៉ុណ្ណឹងអូខេដែរ glow គិតថា15ល្មមយើងដាក់15ហើយយើងមើល before and after ម្ដងទៀតអូខេប៉ុណ្ណឹងហើយខ្ញុំចុច apply អូខេបន្ទាប់ពី apply រួចហើយខ្ញុំចូលទៅកន្លែងហ្នឹងម្ដងទៀត color effect ម្ដងទៀតចូលទៅរៀងច្រើនដងបន្តិចណាអញ្ចឹងហើយទៅខ្ញុំថារូបនេះគេហៅថាប្រភេទ masterpiece អញ្ចឹងពណ៌អញ្ចឹង color ទៅចាក់ម្ដងហើយម្ដងទៀតវគ្គនេះយើងចាក់ glamour glow ហើយចូលមកកន្លែងនេះយើងដាក់ saturation zone មកហើយ glow អូសមើលតាមជាក់ស្ដែងគិតថា20ហ្នឹងក៏ល្មមដែរប៉ុន្តែអូខេ shadow ខ្ញុំបើករៀងខ្លាំងបន្តិចព្រោះដោយសារខ្ញុំចង់ឲ្យ glow កន្លែង shadow កន្លែងនេះបានស្អាតhighlight 30 is okay ហើយរូបនេះខ្ញុំទាញទៅ warm បន្តិច10មុំយើងមើល before and after ម្ដងទៀតអូខេរូបយើង glow ស្អាតហ្មងឃើញទាំងរ៉ូបទាំងអីយើង glow ពឿស្អាតហ្មងអូខេរូបរបស់យើងមើលទៅស្អាតយើងរួចរាល់ហើយរូបរបស់យើងប៉ុណ្ណេះប៉ុន្តែនៅវគ្គចុងក្រោយមួយទៀតគឺយើង check ជាមួយនឹងពន្លឺចូល level មកហើយយើងចុចអានឲ្យជាប់មកចុច option ឲ្យជាប់មកអូមកពេលដែលយើងពងអូសហ្នឹងយើងចុចអូសអញ្ចឹងហើយយើងចុច option ឲ្យជាប់សម្រាប់បងប្អូនប្រើ PC ចុចអាល់ណាអូសមកយើងមើលតែចេញក្រហមអញ្ចឹងមានន័យថាវាឆេះហើយរូបនឹងឆេះអញ្ចឹងយើងកុំឲ្យចេញយើងនៅត្រឹមហ្នឹងទៅយើងប្រឡែងទៅវិញទៅហើយខាងនេះបើយើងចេញដល់ប៉ុណ្នេះមានន័យថាកន្លែងហ្នឹងល្ងិតខ្លាំងហើយ shadow ខ្លាំងហើយអញ្ចឹងយើងកុំឲ្យដល់យើងទាញមកវិញមកល្មមអញ្ចឹងទៅយើងឃើញកាត់ផ្សែងរូបរបស់យើងបានស្អាតអញ្ចឹងរូបរបស់យើងទី1គឺរួចប៉ុណ្ណឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងមើល layer បញ្ចូលគ្នាទាំងអស់មកហើយរូបនេះគឺអូខេហ្មងទៅមកយើង save យើងចុចចូលនេះមកយើងយក save មកយក file jpeg ហើយរើស folder ខ្លួនឯងណាហើយចុច save អានេះដាក់12មករូបរបស់យើងគឺជាង10មេហើយចុច OK អូខេបងប្អូនទាំងអស់គ្នាសម្រាប់មេរៀនទី1របស់ពួកយើងគឺចប់ហើយអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាតាមទាន់នៅអ្វីដែលខ្ញុំបានបង្រៀនហើយម្ដងទៀតគឺរូបដែលខ្ញុំកែនេះវាពិបាកណាស់សម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ចេះ Photoshop អត់ចេះមូលដ្ឋានគ្រឹះប៉ុន្តែបើបងប្អូនដែលគាត់ចេះហើយនឹងគាត់នឹង level up ហ្មងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាតាមទាន់អ្វីដែលខ្ញុំបានបង្រៀនហើយអរគុណបងប្អូនទាំងអស់គ្នាហើយយើងជួបគ្នានៅមេរៀនទី2នៅសប្តាហ៍ក្រោយមួយទៀត